ប៉ះរបស់ពិតមួយហើយអាកូនទេនេះវាពិបាកប្រឆេះពេលដែលវាឆេះហើយដេមួយឆេះធាក់មួយឆេះតែម្ដងតែទុកត្រឹមតែមួយយប់ឬមួយកណាត់ថ្ងៃអីពិបាកប្រឆេះបដ ாய் ឲ្យទៅវាត្រជាក់ម៉ាស៊ីនដឹងតែពិបាកប្រឆេះហើយបើវាក្តៅស្រួលប្រឆេះទេបងប្អូនដេមួយឆេះតែម្ដងអញ្ចឹងវីដេអូនេះខ្ញុំសូមចេញហើយសូមយោបល់ពីមេជាមួយក៏ចំណេះដឹងពីមេដែលគាត់ធ្លាប់ឆ្លងកាត់ពពុះអាកូនទាវាមានបញ្ហាបែបហ្នឹងជួយប្រាប់ផងនឹងឲ្យ comment នៅខាងក្រោមវីដេអូហ្នឹងមកខ្ញុំនឹងយកមកសេរីតាមហ្នឹងហើយបងប្អូនអាកូនទានេះដូចខ្ញុំរៀបរាប់មិញអញ្ចឹងវាពិបាកប្រឆេះហើយពេលដែលយើងទុកយូរគឺលែងឆេះតែម្ដងហ្នឹងហើយបើសិនជាវានៅឆេះយើងបិទសោហើយបើកសោវិញដេមួយឆេះទ្រុលអញ្ចឹងខ្ញុំសង្ស័យថាប្រហែលជាវាមានបញ្ហាជាមួយនឹងស្ប៉ាប់ពួកអីបូស៊ីដាក់សស្គោះតែម្ដងឥឡូវខ្ញុំក៏ដោះកន្លះឬមួយក៏បំបែកតួម៉ាស៊ីនទៅផ្សឹងហើយម៉ាស៊ីននឹងវានៅផ្សេងពពុះអូតូនេះបងប្អូនពេលយើងដោះមើលស្វាប់ម្ដងវេទនាអញ្ចឹងណាវាអត់ស្រួលដោយពួកវេវសង់ការ៉េអីទេនេះគឺវាខុសគេបើដោះតម៉ាស៊ីនឬមួយក៏សមីអីទូទៅធ្វើអញ្ចឹងយកតួទៅផ្សឹងហើយម៉ាស៊ីនឲ្យវានៅផ្សេងអញ្ចឹងបានយើងដោះធ្វើវាកើតឥឡូវខ្ញុំដោះកន្លះមើលបងប្អូនមើលស្ប៉ាប់វាគីឡូវាឆេះស្ប៉ាប់តែស្ប៉ាប់គឺនៅល្អទេវាអត់មានបញ្ហាអីទេហើយខ្ញុំឆ្ងល់ដែរបេនក៏គេទៅតែដូរថ្មីដែលខ្ញុំដោះមើលបេនដោះលៀងបេនហើយក៏វានៅតែអញ្ចឹងហើយសេរីឲ្យវារៀងស៊ីសាំងក៏វានៅតែអញ្ចឹងបញ្ហានឹងពិបាកខ្លាំងមែនតើអញ្ចឹងវីដេអូនេះខ្ញុំចេញឲ្យសុំសួរយោបល់ឬមួយក៏ចំណេះដឹងពីមេដែលគាត់ធ្លាប់ឆ្លងកាត់ពីមុនមកក៏សូមជួយប្រាប់ផងហ្នឹងហើយឥឡូវវាពិបាកខ្លាំងហើយរវល់2ថ្ងៃបងប្អូនដោយសារតែអាកូនទាមួយនឹងធ្វើអត់ចេញសោះហើយបើអាផ្សេងកំហូចដូចជាវាឆេះអត់ស្រួលឬមួយក៏វាអត់ឆេះតែម្ដងអាហ្នឹងស្រួលទេតែអានេះឆេះពេលដែលវាក្តៅគឺស្រួលហ្នឹងហើយពេលដែលវាបានឆេះហើយដេមួយឆេះធាក់មួយឆេះតែទុកឲ្យវាត្រជាក់ម៉ាស៊ីនត្រឹមតែកន្លះម៉ោងមិនកន្លះម៉ោងឯងមួយកណាត់ថ្ងៃឬមួយក៏មួយយប់អីព្រលឹមឡើងដឹងតែធាក់មកបាច់ញើសជោកឲ្យបងប្អូនហ្នឹងឯងអាគុយទូតកៅផងដេផងអញ្ចឹងបានវាឆេះរំតែវាឆេះតើវាក្តៅម៉ាស៊ីនសិនបានវាឆេះតែបើសិនជាវាបានឆេះហើយដេមួយឆេះអញ្ចឹងខ្ញុំឲ្យម្ចាស់គាត់យកទៅតែលទ្ធផលចុងក្រោយគាត់យកមកវិញខ្ញុំដោះមើលទៀតទុកនឹងផ្ទះខ្ញុំមួយយប់ព្រលឹមឡើងនៅតែអញ្ចឹងបងប្អូនវាអត់ស្រួលទេហ្នឹងហើយបងប្អូនវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអត់មានអីច្រើនទេខ្ញុំចេញជាវីដេអូសួរយោបល់ពីមេដែលគាត់បានដឹងសូមជួយប្រាប់ផងហ្នឹងហើយខមមិននៅខាងក្រោមវីដេអូមកក៏សូមអរគុណច្រើននិងសូមគោរពលា